តោះអីចឹងចូលសាច់រឿងទាំងអស់គ្នាសាច់រឿងនេះបានកើតឡើងនៅក្នុងឆ្នាំ2000មានបងប្អូនស្រី2នាក់បានធំឡើងដំណើរគ្នាហើយបើរូបរាងសម្រស់គឺមិនចាញ់គ្នាទេបងប្អូនរីឯបងស្រីមានឈ្មោះថាស្រីរតចំណែកប្អូនស្រីមានឈ្មោះថាស្រីពៅ2អ្នកបងប្អូននេះស្រឡាញ់គ្នាមែនទែនមានរបស់ហូបឬរបស់ប្រើប្រាស់ចែកគ្នាដែរមួយឆ្នាំទៅមួយឆ្នាំពួកគេទាំងពីរនាក់បងប្អូនក៏កាន់តែពេញរូបពេញរាងស្រស់ស្អាតជាងគេហើយបងស្រីរត់រៀងចាស់ចិត្តចាស់គំនិតដល់អ្វីដែរត្រូវមានគ្រួសារហើយគឺឪពុកម្ដាយតម្រូវឲ្យស្រីរត់ត្រូវជាបងរបស់ស្រីពៅនឹងមានគ្រួសារហើយចាំឲ្យស្រីពៅមានគ្រួសារតាមក្រោយយ៉ាងទៅដល់ពេលស្រីរតមានគ្រួសារហើយចង់ទៅគឺស្រីរតបានទៅនៅបន្ទប់បែកពីស្រីពៅប៉ុន្តែបន្ទប់នឹងគឺនៅជាប់គ្នាទេសមិនបានបែកគ្នាទៅណាឆ្ងាយទេដល់ពេលយប់ឡើងស្រីពៅគ្មានបានដេកមួយយប់តូភ្លឺព្រោះអីមានសំឡេងរំខានពីខាងបងស្រីរត់ធ្វើឲ្យស្រីពៅមានអារម្មណ៍ពួកបញ្ជោយ៉ាងខ្លាំងដល់ពេលព្រឹកឡើងស្រីពៅក៏បានសួរបងស្រីរត់ថាហេតុអីសំឡេងនេះខ្លាំងម្លេះបងស្រីធ្វើឲ្យខ្ញុំពុះកញ្ជ្រោលយ៉ាងខ្លាំងទៅហើយថ្ងៃក្រោយកុំឲ្យឬសំឡេងខ្លាំងម្យ៉ាងទៀតប្រយ័ត្នខ្ញុំទ្រាំលែងបានខ្ញុំទៅដេកជាមួយបងឯងដែរហើយបងស្រីរត់ក៏បានឆ្លើយតបប្អូនស្រីពៅវិញថាមកពីបងទប់អារម្មណ៍មិនបានទើបមានសំឡេងរំខានដល់ប្អូនស្រីពៅអីចឹងទៅមួយដងពីរដងសំឡេងនៅតែរំខានដល់ស្រីពៅដដែលនៅថ្ងៃមួយស្រីពៅបានរួចមើលបងស្រីរត់របស់ខ្លួននិងបងថ្លៃកំពុងតែនៅជាមួយគ្នាយ៉ាងមានក្តីសុខរហូតដល់ភ្លេចខ្លួនថាមានសំឡេងរំខានដល់ប្អូនស្រីខ្លួនឯងថ្ងៃមួយស្រីពៅមានចិត្តគិតថានឹងរក67 00 03 051 150 00 03 088 715វិធីមួយដើម្បីចាប់បន្តថ្លៃខ្លួនឯងតែចៃដន្យបងប្អូនថ្ងៃល្អសម្រាប់ស្រីពៅក៏បានមកដល់បន្ទាប់ពីស្រីពៅចេញពីបន្ទប់ទឹកពេលងូតទឹករួចហើយក៏បានស្លៀកកន្សែងដែលកើតមកបន្ទប់របស់បងស្រីរតក៏បានឃើញបងថ្លៃនៅម្នាក់ឯងក៏បានចូលក្នុងបន្ទប់ហើយបានឲ្យបានថ្លៃពីក្រោយឲ្យបានថ្លៃក៏បានឬខ្លួនចេញនៅពេលនោះកន្សែងនៅលើខ្លួនរបស់ស្រីពៅក៏បានរបូតចេញពីខ្លួនហើយស្រីពៅក៏បានសួរទៅបងថ្លៃថាបងបានឃើញខ្លួនខ្ញុំអស់ហើយមែនទេដល់ពេលហើយយើងទៅបងថ្លៃក៏បានឆ្លើយថាបងបានឃើញហើយឃើញច្បាស់ទៀតពេលនោះស្រីពៅក៏បានថាបងឯងត្រូវតែទទួលខុសត្រូវលើខ្ញុំហើយបងថ្លៃក៏បានឆ្លើយថាឲ្យបានទទួលយ៉ាងម៉េចហើយស្រីពៅក៏បានបន្តទៀតថាបងឯងត្រូវយកខ្ញុំធ្វើបុណ្យមួយទៀតហើយឥឡូវនេះបងឯងត្រូវឲ្យខ្ញុំមួយសិនបានខ្ញុំចេញពីបន្ទប់របស់បងឯងពេលនោះបងថ្លៃក៏យល់ព្រមហើយប្រកែកមិនបានក៏យល់ព្រមជាមួយនឹងប្អូនថ្លៃនៅពេលនោះបានសម្រេចទៅនៅពេលបងស្រីរត់មកដល់ផ្ទះហើយនៅជាមួយបងថ្លៃរបស់ខ្លួនធ្វើឲ្យរីសំឡេងខ្លាំងទេពោលគឺថានៅមិនសុខទេដឹងខ្លួនទើបនឹងចេញពីបន្ទប់របស់បងមកវិញសោះធ្វើឲ្យស្រីពៅចង់នៅជាមួយនឹងបងថ្លៃម្ដងទៀតព្រោះថាបងថ្លៃរបស់ខ្លួនខ្លាំងទើបធ្វើឲ្យបងស្រីរត់ទប់សំឡេងមិនជាប់នៅពេលស្រីពៅនៅជាមួយបងថ្លៃម្ដងគឺថាសំឡេង
ស្រីពូខ្លាំងជាងសំឡេងបងស្រីរាប់ទៅទៀតហើយបានសរសើរបងថ្លៃថាប្អូនថ្លៃពិតជាពូកែខ្លាំងមែនទើបធ្វើឲ្យខ្ញុំនិងបងស្រីរត់អត់ទ្រាំមិនបានប្អូនក៏សំខាន់ទី20ទូប្រុសរាល់កំហុសឆ្គងត្រង់ណាមួយសូមអរគុណ